នៅពាក់កណ្ដាលអាធ្រាត្រនឹងមានសម្លេងគោះអ្វីម្យ៉ាងចេញពីក្នុងបន្ទប់ជួលរបស់ខ្ញុំនឹងបានដាស់ឲ្យភ្ញាក់ដោយសារសម្លេងនោះក្នុងសភាពពាក់កណ្ដាលដេកពាក់កណ្ដាលភ្ញាក់នឹងខ្ញុំបានសួរទាំងខឹងថានរណាគេនឹងយប់ជ្រៅថ្មើរនេះហើយមិនដេកទេអីមកគោះធ្វើអ្វីមានការអីចាំស្អែកសឹមនិយាយគ្នាទៅចាំបាច់អីមកគោះទ្វារទាំងយប់អាធ្រាត្របែបនេះខ្ញុំស្មានតែគេនឹងមកគោះទ្វារគ្រាន់តែនិយាយចប់ភ្លាមនឹងសម្លេងនោះនឹងក៏បន្លឺឡើងម្ដងទៀតស្មារតីរបស់ខ្ញុំនឹងក៏ភ្ញាក់ព្រឹបភ្លាមតែម្ដងខ្ញុំស្ដាប់បានយ៉ាងច្បាស់ថាសម្លេងនេះនឹងមិនមែនបន្លឺចេញពីមាត់ទ្វារនោះទេវាហាក់ដូចជាបន្លឺចេញពីខាងក្រៅបង្អួចប៉ុន្តែបន្ទប់របស់ពួកយើងនឹងគឺនៅជាន់ទី6ឯណោះតើអាចមាននរណានឹងមកបើកបង្អួចនៅកម្ពស់ជាន់ទី6នេះទៅរួចគិតដល់ចំណុចនេះនឹងភាពភ័យរន្ធត់ត្រជាក់ស្រេបនឹងបានបោកបក់មកដល់កម្ពូលក្បាលរបស់ខ្ញុំតែម្ដងខ្ញុំនឹងក៏ប្រញាប់ខ្ទប់មាត់ខ្លួនឯងភ្លាមហើយខ្ញុំនឹងស្រវាទាញភួយនឹងមកដណ្ដប់ចិត្តក្បាលព្រោះខ្លាចក្រែងលោខ្លួនឯងនឹងបញ្ចេញសម្លេងសូម្បីតែបន្តិចរំពេចនោះនឹងស្រាប់តែមានសម្លេងមនុស្សស្រីប្លែកមុខម្នាក់នឹងបន្លឺឡើងពីខាងក្រៅបង្អួចថាប្អូនប្រុសជួយបើកបង្អួចឲ្យខ្ញុំបន្តិចមកខ្ញុំនឹងចូលលេងរួចហើយខ្ញុំនឹងភ្ញាក់សាច់គឺសម្បល់ភ្ញាក់តែម្ដងតើអ្នកនៅខាងក្រៅនោះនឹងដឹងឈ្មោះខ្ញុំនឹងដោយរបៀបណាអាលេងបើកបង្អួចមកអាលេងបើកបង្អួចមកសំឡេងមនុស្សស្រីនោះនៅតែបន្លឺរងំពេញបន្ទប់ដដែលរហូតដល់ទីបញ្ចប់នឹងខ្ញុំថែមទាំងមានអារម្មណ៍ថានាងនឹងកំពុងតែស្រែកហៅខ្ញុំនឹងនៅក្បែរត្រចៀកនេះតែម្ដងមិនដឹងថាពេលវេលានឹងកន្លងផុតទៅយូរប៉ុណ្ណានោះទេសំឡេងគោះបង្អួចនិងសំឡេងស្រែកហៅរបស់ស្ត្រីនោះក៏បានបាត់ទៅវិញបន្ទប់ជួលនឹងក៏ត្រឡប់មកស្កប់ស្ងាត់ដូចដើមវិញហាក់បីដូចជារឿងអាម៉ាញ់មិញនឹងគ្រាន់តែជាការយល់សប្តិឬការស្រមោលស្រមៃរបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំនឹងក៏ដកដង្ហើមធំធូរត្រង់បន្តិចខ្ញុំនឹងបានលៀនក្បាលចេញពីភួយក្រឡេកមើលម៉ោងគឺម៉ោង 2 ទៀបភ្លឺពេលនោះឯងខ្ញុំមានអារម្មណ៍ថាក្រែដេកនឹងហាក់ដូចជាចង្អៀតទៅហាក់ដូចជាមានអ្វីមួយយ៉ាងនឹងមកប៉ះជក់នឹងជើងរបស់ខ្ញុំក៏បើកភួយឡើងរួចយកភ្លើងទូរស័ព្ទនឹងបញ្ចាំងមើលស្រាប់តែឃើញផ្ទៃមុខមនុស្សដ៏ស្លេកស្លាំងមួយនឹងកំពុងផ្អឹបជាប់នឹងកំពួនជើងរបស់ខ្ញុំនៅខាងក្រោមភួយនៅលើផ្ទៃមុខនោះនឹងមានស្នាមញញឹមដ៏គួរឲ្យព្រឺព្រួចឯងនឹងមិនទាន់ដេកលក់ទេតែហេតុអ្វីបានជាមិនបើកភួយដល់យើងខ្ញុំនឹងញ័រខ្លួនញ័រប្រាណអស់ហើយស្រាប់តែមានអារម្មណ៍ថាវិលមុខខ្លាំងណាស់មួយរំពេចនោះនឹងខ្ញុំនឹងក៏បានវិលមុខសន្លប់បាត់ទៅមិនដឹងថាកន្លងផុតទៅយូរប៉ុណ្ណានឹងខ្ញុំក៏ស្ទុះអង្គុយឡើងពីលើគ្រែយ៉ាងប្រញាប់ប្រញាល់សំណាងហើយដែលវាគ្រាន់តែជាការស្ពិនពិតជាគួរឲ្យខ្លាចខ្លាំងណាស់សំឡេងដកដង្ហើមស្មើគ្នារបស់មិត្តរួមបន្ទប់នឹងបានធ្វើឲ្យអារម្មណ៍ភ័យខ្លាចរបស់ខ្ញុំនឹងបានស្ងប់ស្ងាត់ទៅវិញនឹកឃើញដល់សុបិនអំបញ្ញមិញនឹងខ្ញុំក៏ទុកចិត្តមិនបានងាកទៅមើលមាត់បង្អួចឆ្លងកាត់ពន្លឺព្រះច័ន្ទពីក្រៅបង្អួចនឹងខ្ញុំស្រាប់តែឃើញមិត្តរួមបន្ទប់ឈ្មោះកាឆយនឹងកំពុងអង្គុយនៅមាត់បង្អួចឈួតទេដឹងប្រសិនបើផ្លាត់ស្នៀតនឹងធ្លាក់ចុះទៅក្រោមនឹងមុខជាខ្ទេចសាច់មិនខានឡើយខ្ញុំក៏ស្ទុះលោតចុះពីលើគ្រែភ្លាមហើយដើរសម្ដៅទៅចិត្តបង្អួចរួចនិយាយខ្សឹបថាកាឆយឯងនឹងឆាប់ចុះមកវិញមកនៅខាងលើនេះនឹងវាគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែនាងនឹងមិនបានខ្វល់ពីខ្ញុំទេនាងនៅតែអង្គុយស្ងៀមថ្មឹងនៅលើនោះមិនកម្រើកសុបបីតែបន្តិចហាក់ដូចជាមិនបានឮខ្ញុំនិយាយអ្វីសោះកាឆយឯងឆាប់ចុះមកវិញមកលើកនេះកាឆយបានងាកក្បាលមកយឺតរួចញញឹមដាក់ខ្ញុំប៉ុន្តែមួយវិនាទីបន្ទាប់ហ្នឹងនាងក៏ងាកទៅក្រៅរួចលោតទម្លាក់ខ្លួនចុះទៅក្រោមម៉ាត់ខ្ញុំនឹងបានលៀនក្បាលទៅមើលខាងក្រៅបង្អួចឃើញកាឆយនឹងកាប់មុខធ្លាក់ទៅបោកនឹងផ្ទាំងថ្មយ៉ាងសាហាវមិនក៏ទៅជាបែបនេះដៃជើងនិងរាងកាយខ្ញុំទាំងមូលនឹងញ័រអស់ហើយទប់មិនជាប់រំពេចនោះនឹងកាឆយបានងើបក្បាលឡើងទាំងកាយវិការបត់បែនខុសពីធម្មជាតិយ៉ាងខ្លាំងរួចញញឹមដាក់ខ្ញុំបន្ទាប់មកនាងក៏ហើបមាត់បន្តិចហាក់ដូចជាចង់និយាយអ្វីជាមួយនឹងខ្ញុំឯងនឹងឆាប់ចុះមកដល់ខ្ញុំមកខ្ញុំពិតជាភ័យរន្ធត់តក់ស្លុតជាខ្លាំងចំពោះទស្សនវិជ្ជានៅចំពោះមុខនេះស្ទើរតែធ្លាក់ខ្លួននឹងចុះទៅក្រោមហើយពេលនោះនឹងមានសម្លេងមិត្តរួមបន្ទប់នឹងស្រែកហៅក្បែរត្រចៀកខ្ញុំអាលេងភ្ញាក់ឡើងបន្ទាប់មកខ្ញុំក៏មានអារម្មណ៍ថាវិលមុខហើយទស្សនវិជ្ជានៅចំពោះមុខនឹងក៏បានរលាយបាត់ទៅនៅពេលដែលខ្ញុំបើកភ្នែកឡើងម្ដងទៀតនឹងខ្ញុំឃើញថាមិត្តរួមបន្ទប់ទាំង3នាក់នឹងកំពុងតែសង្កត់ខ្ញុំជាប់យ៉ាងតឹងពួកឯងធ្វើអីហ្នឹងលែងយើងទៅឈឺណាស់ហាក់ដូចជាឃើញខ្ញុំនឹងភ្ញាក់ដឹងខ្លួនហើយទើបពួកគេនឹងព្រមលែងដៃពីខ្ញុំអាលេងឯងដឹងទេថាអំបែងមិញនេះឯងនឹងស្ទើរតែលោតចុះពីបង្អួចទៅហើយ
មែនហើយអាលេងអំបញ្ញមិញហ្នឹងឯងធ្វើឲ្យពួកយើងនឹងភ័យស្ទើរលួសព្រលឹងអស់ទៅហើយម្យ៉ាងទៀតមាត់ឯងហ្នឹងចេះតែស្រែកហៅឈ្មោះកាឆយរហូតតើឯងហ្នឹងយល់សពឃើញអីឲ្យប្រកាសខ្ញុំផ្ទាល់ហ្នឹងក៏មានភាពវង្វេងវង្វាន់ដែរតាំងពីធំដឹងក្តីមកហ្នឹងខ្ញុំមិនដែលទាំងដើរយល់សពមកមើលនោះទេដូច្នេះហើយខ្ញុំហ្នឹងក៏បានរៀបរាប់ពីយល់សពអំបញ្ញមិញហ្នឹងប្រាប់ទៅពួកគេប៉ុន្តែអ្នកទាំងអស់គ្នាហ្នឹងក៏រកនឹកមិនឃើញថាមានអ្វីចម្លែកដែរដោយសារពេលនេះហ្នឹងក៏យប់ជ្រៅហើយពួកយើងហ្នឹងគួរតែចូលគេងសិនទៅមានរឿងអ្វីចាំស្អែកសឹមនិយាយគ្នាទៀតថ្ងៃត្រង់បន្ទាប់ពួកយើងទាំង4នាក់បានមកញ៉ាំបាយនៅអាហារដ្ឋានសាលាគ្រាន់តែអង្គុយចុះភ្លាមហ្នឹងកាឆយក៏និយាយថាខ្ញុំមានអារម្មណ៍ថាបន្ទប់ជួលយើងហ្នឹងមិនសូវស្អាតសោះអាលេងពីមុនមកហ្នឹងឯងធ្លាប់មកមើលដែរអត់ទេតាំងពីតូចដល់ធំហ្នឹងខ្ញុំមិនដែលមកមើលដើរម្ដងណាឡើយត្រូវហើយពីមុនហ្នឹងមិនដែលមកមើលទេតែពេលមកដល់បន្ទប់នេះហ្នឹងស្រាប់តែមកមើលដើរតើវាមិនចម្លែកទេអីហើយកាលពីប៉ុន្មានយប់មុនហ្នឹងក្រោយពេលហ្វឹកហាត់យោធារួចហ្នឹងម៉ោងប្រហែល8យប់ពួកឯងទាំង3នាក់ហ្នឹងបានទៅទិញអីវ៉ាន់នៅផ្សារទំនើបចំណែកឯខ្ញុំហ្នឹងបានត្រឡប់មកបន្ទប់វិញតែម្នាក់ឯងនៅពេលដែលខ្ញុំនឹងកំពុងគេងនៅលើគ្រែបិទភ្នែកមួយសន្ទុះនឹងស្រាប់តែក្បាលរ៉ូម៉េនេទឹកផ្កាឈូកក្នុងបន្ទប់ទឹកនឹងបានបើកដោយខ្លួនឯងកាឆយគ្រាន់តែនិយាយចប់ភ្លាមនឹងកាច្រឹបក៏លូកមាត់ភ្លាមថាបើឯងនិយាយអញ្ចឹងខ្ញុំក៏នឹកឃើញដែរកាលពីយប់ហ្វឹកហាត់យោធាប៉ុន្មានថ្ងៃមុននេះនឹងខ្ញុំមានអាការៈគ្រុនក្តៅនិងវិលមុខបន្តិចខ្ញុំនឹងក៏បានសុំច្បាប់សម្រាប់នៅបន្ទប់ក្នុងស្ថានភាពពាក់កណ្ដាលភ្ញាក់ពាក់កណ្ដាលដេកនឹងខ្ញុំហាក់ដូចជាឃើញមានមនុស្សស្លៀកពាក់អាវពណ៌ក្រហមម្នាក់នឹងដើរចុះពីលើបន្ទប់របស់យើងប៉ុន្តែនៅក្នុងបន្ទប់យើងនឹងគ្មាននរណាម្នាក់នឹងពាក់អាវក្រហមនោះទេដំបូងឡើយនឹងខ្ញុំស្មានតែខ្លួនឯងគ្រុនក្តៅខ្លាំងពេករហូតដល់មើលឃើញរូបភាពរវើរវាយប៉ុន្តែពេលកាឆយនិយាយបែបនេះនឹងខ្ញុំក៏នឹកឃើញវាវិញពួកឯងគិតថាអាចទេថាបន្ទប់យើងនឹងគឺពិតជាមានខ្មោចពិតមែនពួកឯងនឹងកុំគិតដេះផ្ដាស់ពេកប្រយ័ត្នវានឹងគ្រាន់តែជារឿងចៃដន្យដោយសារពួកឯងនឹងទើបតែចូលរៀនមហាវិទ្យាល័យហើយមិនទាន់ស៊ាំនឹងបរិស្ថានថ្មីឬមួយក៏ដោយសារហ្វឹកហាត់យោធាអស់កម្លាំងពេកទើបធ្វើឲ្យអារម្មណ៍រវើរវាយពួកឯងមើលចោះខ្ញុំនឹងមិនអីទេតែអញ្ចឹងយើងជានិស្សិតមហាវិទ្យាល័យអស់ទៅហើយនៅជឿរឿងខ្មោចព្រាយបិសាចអីទៀតឈប់និយាយទៅឆាប់ញ៉ាំបាយទៅក្រោយពេលញ៉ាំអាហារថ្ងៃត្រង់រួចនឹងមិត្តរួមបន្ទប់ទាំង3នាក់ផ្សេងទៀតនឹងសុទ្ធតែមានធុរៈរៀងខ្លួនដោយនឹកឃើញដល់សុបិនយប់មិញនឹងអ្វីកាឆយបាននិយាយនៅថ្ងៃនេះខ្ញុំពិតជាមិនហ៊ាននៅម្នាក់ឯងក្នុងបន្ទប់នោះទេដូច្នេះហើយខ្ញុំក៏បានទៅបណ្ណាល័យដើម្បីចំណាយពេលពេញមួយរសៀលនៅទីនោះរងចាំដល់ពេលអ្នកទាំង3នឹងត្រឡប់មកវិញទើបខ្ញុំនឹងត្រឡប់ទៅបន្ទប់ជួលដែរពេលវេលានឹងកន្លងផុតទៅយ៉ាងលឿនមិនដឹងខ្លួនសោះមេឃនឹងក៏ងងឹតបាត់ទៅហើយខ្ញុំនឹងក៏ដាក់សៀវភៅចោះរួចក្រឡេកមើលម៉ោងគឺម៉ោង8ជាងទៅហើយមានរឿងអីហ្នឹងខ្ញុំមើលសៀវភៅយកចិត្តទុកដាក់ដល់ថ្នាក់នេះតាំងពីពេលណាមកដល់ថ្នាក់ផ្លិចបាយផ្លិចទឹកអញ្ចឹងផងថ្មនេះអ្នកទាំង3នឹងប្រហែលជាត្រឡប់ទៅបន្ទប់វិញអស់ហើយខ្ញុំក៏គួរតែត្រឡប់ទៅវិញដែរខ្ញុំក៏បានទៅដល់ក្បែរបឹងតូចមួយនៅក្នុងសាលាមិនដឹងជាយ៉ាងម៉េចទេអំបញ្ញមិញនឹងទើបតែមានអារម្មណ៍ថាក្តៅស្អុះស្អាប់សោះប៉ុន្តែពេលមកដល់ទីនេះខ្ញុំបែរជាមានអារម្មណ៍ថាត្រជាក់ស្រេបទៅវិញខ្ញុំក៏បានបន្ថែមលបឿនជំហានដើរប៉ុន្តែកាន់តែដើរខ្ញុំកាន់តែមានអារម្មណ៍ថាមិនស្រួលសោះខ្ញុំចាំបានថាពីបឹងតូចនេះនឹងទៅអាគារបន្ទប់ជួលនឹងចំណាយពេលដើរតែ1នាទីប៉ុណ្ណោះចុះហេតុអ្វីបានជាដើរ5នាទីហើយនៅតែមិនទាន់ទៅដល់ទៀតខ្ញុំនឹងបានឈប់ដើររួចសម្លឹងមើលទៅជុំវិញយ៉ាងយកចិត្តទុកដាក់នៅលើផ្ទាំងប៉ាណូក្បែរនោះនឹងមានសរសេរអក្សរពីរបីម៉ាត់ថាហាមហែលទឹកហើយនៅក្បែរផ្ទាំងប៉ាណូនោះគឺជាបឹងតូចមួយខ្ញុំតាមពិតទៅនៅក្បែរបឹងនោះដដែលសោះមិនអាចទេបឹងនេះនឹងមានទំហំតូចប៉ុណ្ណឹងសោះខ្ញុំរត់យូរប៉ុណ្ណឹងហើយមិនអាចនៅទីនេះដដែលទេឬមួយក៏ខ្ញុំមិនហ៊ានគិតបន្តទៀតទេខ្ញុំក៏ប្រឹងបញ្ចេញកម្លាំងនឹងរត់ម្ដងទៀតរត់អស់រយៈពេលយ៉ាងយូរប៉ុន្តែនៅចំពោះមុខខ្ញុំនឹងនៅតែមានផ្សែងអាប់ដដែលខ្ញុំស្ទើរតែឈួតទៅហើយពេលនោះខ្ញុំក៏នឹកឃើញរឿងដែលធ្លាប់បានអាននៅលើអ៊ីនធឺណិតគេថាបើជេរពាក្យអសុរោះអាចបំបែកអាកុំខ្មោចបាំងមុខបានដូច្នេះខ្ញុំក៏ប្រញាប់ហាមាត់ជេរតែម្ដងទៅជេរនោះគឺជេរពាក្យអាក្រក់ស្ដាប់បំផុតតែម្ដងបន្ទាប់ពីជេរប្រហែលជា5នាទីរួចមកស្រាប់តែមានមនុស្សនឹងហៅឈ្មោះខ្ញុំពីក្រោយខ្នងអាលេងសំឡេងនេះស្ដាប់ទៅគឺសាំណាស់ខ្ញុំក៏ប្រញាប់ងាកក្រោយភ្លាមស្រមោលមនុស្សម្នាក់នឹងឈរនៅមិនឆ្ងាយពីខ្ញុំដែលនោះគឺជាស្រីបឿនខ្ញុំពិតជាត្រេកអរយ៉ាងខ្លាំងនៅក្នុងចិត្តអាលេងឯងមកធ្វើអីនៅទីនេះខ្ញុំឃើញឯងនឹងពីចម្ងាយមកនឹងកំពុងឈរជេរខ្យល់ជេរអាកាស
ត្រូវនាងនឹងសួរបែបនេះខ្ញុំគ្មានអារម្មណ៍ថាខ្មាស់អៀនបន្តិចដែរគ្មានរឿងអីទេតោះទៅបន្ទប់យើងវិញយប់ជ្រៅហើយគួរតែត្រឡប់ទៅបន្ទប់ជួលយើងវិញហើយនិយាយចប់ខ្ញុំនិងស្រីបឿននឹងក៏ដើរតម្រង់ទៅបន្ទប់ជួលជាមួយគ្នាមិនយូរប៉ុន្មាននឹងខ្ញុំនិងស្រីបឿនក៏បានមកដល់ក្រោមអគារបន្ទប់ជួលពេលកំពុងបំរុងនឹងដើរចូលទ្វារនឹងទូរស័ព្ទរបស់ខ្ញុំស្រាប់តែរឡើងខ្ញុំនឹងយកមកមើលគឺកាឆយខលមកខ្ញុំក៏ទទួលទូរស័ព្ទមិនទាន់ទាំងបាននិយាយអ្វីផងកាឆយក៏បាននិយាយមុនបាត់ទៅហើយអាលេងទីបំផុតនឹងខលចូលហើយម៉ែម្ចាស់ខ្លាយអើយអំមាញ់មិញនឹងខលយ៉ាងម៉េចក៏មិនចូលសោះខ្ញុំក៏ភាំងបន្តិចនាងនឹងមិនបានតាក់ទងមកខ្ញុំទេតើទូរស័ព្ទខ្ញុំតាំងពីអំមាញ់មិញរហូតមកដល់ពេលនេះនឹងមិនដែលរកសោះពេលខ្ញុំកំពុងតែរកហាប់មាត់និយាយនឹងនាងក៏បាននិយាយកាត់ខ្ញុំថាឯងនឹងកុំទាន់និយាយអីស្ដាប់ខ្ញុំសិនពេលនេះឯងដាច់ខាតគុំត្រឡប់មកបន្ទប់វិញឲ្យសោះបន្ទប់ដែលពួកយើងនៅនោះនឹងគឺមានបញ្ហាហើយបញ្ហាអ្វីទៅខ្ញុំនិងស្រីបឿនបានមកដល់ក្រោមអគារហើយតើកំពុងតែរៀបចំឡើងទៅលើហើយមិននឹកស្មានថាពេលខ្ញុំនិយាយចប់ភ្លាមកាឆយស្រាប់តែស្រែកឡើងខ្លាំងខាតឯងនឹងកំពុងតែនិយាយលេងសើចស្អីហ្នឹងពេលនេះស្រីបឿនកំពុងនៅក្បែរខ្ញុំហើយមានកាជ្រឹបក៏នៅទីនេះដែរមានតែឯងម្នាក់គត់ដែលមិននៅឈប់និយាយលេងទៅប្រញាប់មករកពួកយើងនឹងនៅមាត់ទ្វារសាលាភ្លាមដាច់ខាតគុំត្រឡប់ទៅបន្ទប់វិញវាមានគ្រោះថ្នាក់ខ្លាំងណាស់ស្ដាប់តាមទឹកដមសម្លេងរបស់នាងនឹងគឺមិនមែនជារឿងលេងសើចនោះទេពេលនោះនឹងខ្ញុំក៏បានអង្កេតឃើញរឿងមិនប្រក្រតីមួយចំនួនអគារបន្ទប់ជួលថ្ងៃនេះគឺស្ងាត់ច្រងំប្លែកខុសពីធម្មតាជាធម្មតានៅម៉ោងនេះនឹងទាំងសងខាងនិងខាងក្រៅអគារតែងតែមានសម្លេងអ៊ូអរជានិច្ចលើសពីនេះទៅទៀតតាមផ្លូវដែលពួកយើងដើរមកនឹងគឺមិនមានឃើញមនុស្សសំបីតែម្នាក់នេះគឺជារឿងដែលសឹងតែមិនអាចទៅរួចកាន់តែគិតកាន់តែមិនស្រួលខ្ញុំនឹងក៏លួចសម្លឹងមើលទៅស្រីបឿននៅក្រោមពន្លឺភ្លើងនឹងគេបែរជាគ្មានស្រមោលសោះតើមនុស្សមិននឹងអាចគ្មានស្រមោលទៅរួចគេនឹងមិនមែនជាស្រីបឿនទេខ្ញុំនឹងក៏ប្រញាប់ថយក្រោយប៉ុន្មានចំហៀនដើម្បីចេញឲ្យឆ្ងាយពីស្រីបឿនម្នាក់នេះអាការៈខុសប្លែករបស់ខ្ញុំនឹងត្រូវបានស្រីបឿនម្នាក់នេះនឹងកត់សម្គាល់ឃើញភ្លាមគេបានងាកក្រោយមកសម្លឹងមើលមុខខ្ញុំដោយក្រសែភ្នែកដ៏គួរឲ្យខ្លាចបំផុតអាលេងហេតុអ្វីមិនដើរទៅមុខទៀតចិត្តដល់បន្ទប់ហើយឆាប់ដើរទៅឲ្យលឿនទៅបេះដូងខ្ញុំពេលនេះនឹងលោតញាប់ខ្លាំងមែនទែនភ្នែករបស់ខ្ញុំនឹងសម្លឹងមើលទៅស្រីបឿននៅចំពោះមុខនឹងដោយមិនព្រិចភ្នែកត្រូវឯងដឹងខ្លួនហើយមែនអត់បន្ទាប់ពីនិយាយពាក្យនេះនឹងចប់នឹងស្នាមញញឹមនៅលើផ្ទៃមុខរបស់គេនឹងក៏កាន់តែរីកធំឡើងកែមាត់គឺហែករហូតដល់ត្រចៀកតែម្ដងខ្ញុំពិតជាតក់ស្លុតជាខ្លាំងចំពោះទស្សនភាពនៅចំពោះមុខនេះដំបូងគិតថានឹងងាកក្រោយរត់ចេញប៉ុន្តែជើងទាំងពីរនឹងហាក់ដូចជាលែងស្ដាប់បញ្ជាទៅហើយមួយវិនាទីបន្ទាប់នឹងស្រីបឿននៅចំពោះមុខនឹងក៏បានប្រែរូបកាយទៅជាស្ត្រីពាក់អាវក្រហមបាត់ទៅហើយឃើញថានាងនឹងបានលើកដៃឡើងយឺតៗនឹងបន្ទាប់មកខ្លួនខ្ញុំនឹងក៏ចាប់ដើមអណ្ដែតឡើងយឺតទៅមានអារម្មណ៍ថាមានដៃមួយនឹងកំពុងចាប់ច្របាច់កខ្ញុំនឹងយ៉ាងតឹងពេលវេលាក៏ចេះតែកន្លងផុតទៅមួយវិនាទីទៅមួយវិនាទីខ្ញុំមានអារម្មណ៍ថាសួតរបស់ខ្ញុំនឹងចិត្តផ្ទុះដោយសារថប់ដង្ហើមទៅហើយទស្សនភាពនៅចំពោះមុខនឹងក៏ចាប់ដើមស្រវាំងបន្តិចម្ដងចិត្តស្លាប់ហើយមិនមែនទេខ្ញុំនឹងក៏បិទភ្នែកយឺតដើម្បីរងចាំសេចក្តីស្លាប់មកដល់ប៉ុន្តែនៅក្នុងវិនាទីបន្ទាប់នោះនឹងស្រាប់តែមានសំឡេងមួយនឹងបន្លឺឡើងពីក្រោយខ្នងខ្ញុំសត្វទេរឆាននៅមិនទាន់បញ្ឈប់ដៃទៀតគ្រាន់តែសំឡេងនេះបន្លឺចប់ភ្លាមនឹងខ្ញុំក៏ធ្លាក់មកលើដីតែម្ដងស្មារតីក៏បានភ្ញាក់ដឹងខ្លួនឡើងវិញភ្លាមពេលនោះនៅចំពោះមុខខ្ញុំនឹងមានមនុស្សម្នាក់បានបង្ហាញខ្លួនគាត់ឈរក្បែរខ្នងដាក់ខ្ញុំមានរាងកាយកោងកមកំពុងតែប្រឈមមុខដាក់គ្នាជាមួយនឹងស្ត្រីអាវក្រហមនោះឆាប់ចាក់ចេញពីទីនេះទៅពេលនេះខ្ញុំលែងខ្វល់ហើយថាគាត់ជានរណាគ្រាន់តែនិយាយពាក្យថាអរគុណខ្ញុំក៏ងាកក្រោយរត់ចេញតែម្ដងពេលមកដល់មាត់ទ្វារសាលាក្រៅពីមិត្តរួមបន្ទប់ទាំង3នឹងនៅមានបុរសប្លែកមុខម្នាក់ទៀតអាលេងហេតុអ្វីបានជាឯងនឹងទៅតែមកដល់អញ្ចឹងពួកយើងនឹងរងចាំឯងយូរណាស់មកហើយរឿងដែលឯងនិយាយអំមាញ់មិញថាឯងនៅជាមួយស្រីបឿននោះនឹងតើវាមានរឿងអ្វីកើតឡើងទៅបន្ទាប់មកនឹងខ្ញុំក៏បានប្រាប់រឿងរ៉ាវដែលទៅតែកើតឡើងអំបញ្ញមិញទៅកាន់អ្នកទាំងអស់គ្នាអាលេងពេលនេះនឹងកន្លែងស្នាក់នៅរបស់យើងនឹងគឺត្រឡប់ទៅវិញលេងកើតហើយអំបញ្ញមិញនឹងពួកយើងបានទៅកក់បន្ទប់ផ្ទះសំណាក់នៅក្បែរនោះចាំនិយាយគ្នាទៀតក្រោយពេលមកដល់ផ្ទះសំណាក់នឹងកាឆយក៏ចង្អុលទៅបុរសក្បែរខ្លួនរួចនិយាយមកកាន់ខ្ញុំថានេះនឹងគឺជាសិស្សច្បងធំពួកយើងទាំងពីរនាក់នឹងបានស្គាល់គ្នានៅក្លឹបរាំបាឡេនឹងនៅចិត្តសាលា
គាត់ហាក់ដូចជាដឹងថាបន្ទប់ជួលរបស់យើងហ្នឹងមានរឿងអ្វីកើតឡើងសិស្សច្បងសូមបងនឹងជួយនិយាយបន្តិចមកកាលពី15ឆ្នាំមុននៅបន្ទប់លេខ404ដែលពួកប្អូនកំពុងរស់នៅនេះនឹងមានសិស្សច្បងស្រីម្នាក់នឹងត្រូវបានមិត្តប្រុសគាត់នឹងក្បត់ចិត្តសិស្សច្បងស្រីម្នាក់នោះនឹងខឹងខ្លាំងពេកនឹងក៏បានស្លៀកពាក់អាវក្រហមនឹងសម្លាប់ខ្លួនទៅ7ថ្ងៃក្រោយមកនឹងមិត្តប្រុសរបស់សិស្សច្បងនោះនឹងក៏បានស្លាប់បាត់ដូចគ្នាបន្ទាប់មកនឹងសិស្សច្បងស្រី3នាក់ទៀតនឹងដែលស្នាក់នៅបន្ទប់404ជាមួយនាងនឹងក៏បានស្លាប់បន្ទាប់ដែរចាប់តាំងពីពេលនោះមកនឹងសិស្សដែលស្នាក់នៅជាន់ទី4នឹងតែងតែឮសំឡេងមនុស្សស្រីយំនឹងនៅកណ្ដាលត្រៀតថែមទាំងបានឃើញស្ត្រីស្លៀកពាក់អាវក្រហមនឹងដើរតាមច្រកទ្វារខាងមុខទៀតប៉ុន្តែថ្នាក់ដឹកនាំសាលានឹងមិនជឿលើរឿងអបិយជំនឿទាំងនេះទេនៅឆ្នាំបន្ទាប់នឹងពួកគេនឹងក៏បានរៀបចំឲ្យសិស្សថ្មីនឹងចូលទៅស្នាក់នៅបន្ទប់404ម្ដងទៀតប៉ុន្តែមិនយូរប៉ុន្មានសិស្សថ្មីប៉ុន្មានអ្នកនោះនឹងក៏បានស្លាប់ជាបន្តទៀតដោយរងសម្ពាធខ្លាំងពេកនឹងថ្នាក់ដឹកនាំសាលាក៏បានបិទអគារបន្ទប់ជួលនោះចោលតែម្ដងហើយក៏បានផ្លាស់ប្ដូរសិស្សឲ្យទៅស្នាក់នៅអគារបន្ទប់ជួលដែលទើបនឹងសាងសង់ថ្មីប៉ុន្តែស្របពេលដែលថ្នាក់ដឹកនាំមួយក្រុមនោះនឹងបានចូលនិវត្តន៍នឹងសាលាក៏មានថ្នាក់ដឹកនាំថ្មីមួយក្រុមទៀតនឹងចូលមកកាន់តំណែងពួកគេក៏មិនជឿលើរឿងអបិយជំនឿទាំងនេះដូចគ្នាហើយម្យ៉ាងទៀតនឹងនៅពេលនោះសាលានឹងកំពុងតែស្ថិតក្នុងស្ថានភាពពង្រីកការជ្រើសរើសសិស្សបន្ថែមផងដែរដូច្នេះហើយពួកគេនឹងក៏បានជួសជុលអគារបន្ទប់ជួលនោះបន្តិចបន្តួចហើយបើកឲ្យសិស្សនឹងចូលស្នាក់នៅឡើងវិញពួកថ្នាក់ដឹកនាំមួយក្រុមនោះនឹងពិតជាល្ងងមែនធ្វើបែបនេះនឹងមិនស្មើនឹងធ្វើបាបពួកយើងទេឬអញ្ចឹងមានន័យថាតាមសម្ដីរបស់សិស្សច្បងនឹងអ្នកណាក៏ដោយឲ្យតែចូលទៅស្នាក់នៅបន្ទប់404នឹងគឺត្រូវតែស្លាប់ជាបន្តហើយទោះកិច្ចវេះយ៉ាងណាក៏មិនរួចដែរត្រូវអត់ការច្រឹបនឹងគ្រាន់តែនិយាយចប់ភ្លាមនឹងបន្ទប់ទាំងមូលក៏ធ្លាក់ចូលក្នុងស្ថានភាពស្ងប់ស្ងាត់មួយរំពេចដោយមើលឃើញថាពួកយើងនឹងកំពុងតែភ័យខ្លាចនឹងសិស្សច្បងធំនឹងក៏ប្រញាប់និយាយឡើងថាមិនអីទេនិយាយរួមពេលនេះនឹងពួកប្អូនទាំង4នាក់នឹងត្រូវស្នាក់នៅជាមួយគ្នាសិនទៅដាច់ខាតនឹងកុំបែកគ្នាឲ្យសោះយប់នេះបងនឹងត្រឡប់ទៅរកលោកតារបស់បងកាលពីក្មេងគាត់នឹងធ្លាប់ឡើងទៅហាត់រៀននៅភ្នំម៉ៅសានហើយគាត់នឹងគឺជាគ្រូមន្តអាគមដ៏ល្បីម្នាក់នឹងប្រចាំតំបន់ផងដែរចំពោះរឿងដែលពួកប្អូននឹងកំពុងជួបនៅថ្ងៃនេះនឹងគាត់ប្រកាសជាមានពិធីដោះស្រាយបងនឹងប្រញាប់ត្រឡប់មកវិញឲ្យបានលឿនបំផុតសូមចងចាំថាបន្ទាប់ពីពេលនេះទៅនឹងទោះបីជាពួកប្អូននឹងធ្វើរឿងអ្វីក៏ដោយក៏ត្រូវតែនៅជាមួយគ្នាជានិច្ចពួកប្អូនទាំង4នាក់នឹងមិនអាចបែកគ្នាបានទេហើយនៅពេលយប់នឹងទោះបីជាមាននរណាហៅឈ្មោះពួកប្អូនក៏ដោយដាច់ខាតកុំងាកក្រោយឲ្យសោះប្រសិនបើហ៊ានងាកក្រោយគឺស្លាប់ដោយគ្មានផ្លូវរស់ឡើយនិយាយចប់នឹងសិស្សច្បងនឹងក៏ចាក់ចេញទៅក្រោយពេលសិស្សច្បងធំនឹងចាក់ចេញទៅពួកយើងនឹងក៏ចូលគេងដោយឆ្លងកាត់ការភ័យរន្ធត់អស់រយៈពេល2យប់មកនេះខ្ញុំនឹងហត់នឿយខ្លាំងណាស់ហើយនឹងក៏ឆាប់គេងលក់ទៅមិនដឹងថាគេងលក់បានយូរប៉ុន្មានទេខ្ញុំនឹងហាក់ដូចជាមាននរណាម្នាក់នឹងកំពុងហៅឈ្មោះខ្ញុំថែមទាំងចេះតែរុញអង្រួនខ្លួនខ្ញុំនឹងមិនឈប់ទៀតខ្ញុំបើកភ្នែកឡើងយឺតនឹងហើយសម្លឹងមើលទៅគឺជាកាឆយដែលកំពុងតែរុញអង្រួនខ្ញុំកាឆយខ្ញុំនឹងកំពុងតែគេងលក់ស្រួលផងឯងនឹងដាស់ខ្ញុំធ្វើអ្វីហ្នឹងកុំដេកទៀតអីអំបញ្ញមិញហ្នឹងខ្ញុំងើបឡើងរៀបចូលបន្ទប់ទឹកហ្នឹងស្រាប់តែមិនឃើញស្រីបឿននឹងកាច្រឹបសោះខ្ញុំនឹងខលទូរស័ព្ទទៅពួកគេទាំងពីរហ្នឹងក៏មិនចូលមើលដែរឮស្ពាកសម្ដីរបស់កាឆយភ្លាមហ្នឹងខ្ញុំក៏ស្ទុះអង្គុយឡើងពីលើក្រែមមួយរំពេចអាលេងឯងគិតថាខ្មោចស្រីនៅបន្ទប់404ហ្នឹងមករកយើងដល់ទីនេះអត់ទើបនាងនឹងចាប់ស្រីបឿននឹងកាច្រឹបបាត់ទៅតើពួកគេទាំងពីរនឹងអាចគ្រាន់តែចេញទៅញ៉ាំអាហារសម្រន់ពេលយប់ទេឬមិននឹងអាចទៅរួចទោះបីជាញ៉ាំអីពេលយប់នឹងក៏គួរតែលើកទូរស័ព្ទដែរម្យ៉ាងទៀតនឹងសិស្សច្បងបានប្រាប់ថាមិនអោយពួកយើងទាំង4នាក់នឹងបែកគ្នាឡើយអញចេះទៅចោះពួកយើងនឹងសាក់ខលទៅសិស្សច្បងធំសិនមើលខ្ញុំក៏យកទូរស័ព្ទមកចុចខលទៅកាន់សិស្សច្បងធំប៉ុន្តែទូរស័ព្ទនឹងនៅតែខលមិនចូលសោះសូម្បីតែសាក់លបងខលជាប់គ្នាជាច្រើនដងហ្នឹងក៏នៅតែដូចដើមស្រីបឿននឹងកាច្រឹបនឹងបានបាត់ខ្លួនហើយសិស្សច្បងធំនឹងក៏មិនលើកទូរស័ព្ទទៀតមិនដឹងជាបន្ទាប់ទៅនឹងអាចទៅដល់វេនពួកយើងទាំងពីរនាក់ហើយមើលទៅពួកយើងទាំងពីរនាក់នឹងពិតជាមិនអាចទប់ទល់បានទេហើយក៏ភ័យដល់ថ្នាក់ឡើងចង់យំពួកយើងទាំងពីរនាក់គួរតែទៅវត្តតែម្ដងទៅអីនៅទីនោះនឹងពោពេញទៅដោយព្រះបដិមាមានធម៌ពលវិជាខ្លាំងយើងអាចទៅជ្រកកោននៅទីនោះបណ្ដោះអាសន្នសិនខ្មោចនោះនឹងប្រកាសជាមិនអាចចូលទៅក្នុងវត្តបានទេក្រោយពីស្ដាប់យោបល់របស់កញ្ឆយនឹងខ្ញុំគិតថាវាអាចទៅរួចដែរខ្មោចនោះនឹងទោះបីជាសាហាវកម្រិតណាក៏មិនហ៊ានបំបាំងមុខនឹងចូលទៅក្នុងវត្តដើម្បីធ្វើបាបពួកយើងនៅផ្ទាល់ដែរ
ពេលនោះនឹងគឺម៉ោង2ជាងទៀបភ្លឺទៅហើយនៅតាមផ្លូវនឹងក្រៅពីខ្ញុំនឹងកាឆយនឹងគឺមិនមានឃើញស្រមោលមនុស្សណាម្នាក់សោះដើរបានមួយសន្ទុះនឹងប្រហែលជាខ្ញុំនឹងដើរលឿនពេកកាឆយនឹងក៏ត្រូវបានខ្ញុំនឹងទុកចោលនៅខាងក្រោយអាលេងរងចាំខ្ញុំផងឯងនឹងដើរលឿនម្លេះគ្រាន់តែនាងនិយាយចប់នឹងខ្ញុំក៏រៀបនឹងងាកក្បាលទៅមើលនឹងតើមានរឿងអ្វីកើតឡើងប៉ុន្តែសម្ដីរបស់សិស្សច្បងនឹងស្រាប់តែផុសឡើងក្នុងខួរក្បាលខ្ញុំនឹងភ្លាមប្រសិនបើនៅពាក់កណ្ដាលយប់នឹងមាននរណាម្នាក់នឹងហៅឈ្មោះឯងពីក្រោយខ្នងនឹងដាច់ខាតកុំងាកក្រោយសោះគិតដល់ចំណុចនេះនឹងខ្ញុំមិនបានងាកក្រោយវិញទេហើយនឹងក៏ហើបមាត់និយាយថាអញ្ចឹងឯងដើរលឿនបន្តិចមកខ្ញុំឈរចាំឯងនឹងនៅកន្លែងនេះទេអូយអាលេងជើងខ្ញុំនឹងឆ្លោះបាត់ហើយឯងនឹងជួយមកមើលខ្ញុំបន្តិចមកឈឺណាស់ឯងមកមើលបន្តិចមកថាវានឹងហើមហើយឬនៅនាងកំពុងតែបោកបញ្ឆោតឲ្យខ្ញុំងាកក្រោយគិតដល់ចំណុចនេះនឹងរាងកាយរបស់ខ្ញុំនឹងព្រឺខ្សាច់តែម្ដងឬមួយក៏នាងពិតជាមិនមែនកាឆយមែនខ្ញុំនៅតែឈរស្ងៀមនៅកន្លែងដដែលរួចនិយាយបន្តថាកាឆយឯងនឹងខំប្រឹងដើរមុខខាងមុខសិនមកចាំខ្ញុំនឹងជួយមើលឲ្យគ្រាន់តែនិយាយចប់ភ្លាមនឹងសំឡេងរបស់កាឆយនឹងក៏បន្លឺឡើងពីក្រោយខ្នងខ្ញុំនឹងម្ដងទៀតអាលេងជើងខ្ញុំឈឺខ្លាំងណាស់កំរើកមិនរួចទេឯងនឹងងាកក្រោយមកមើលបន្តិចមកលើកនេះខ្ញុំសឹងតែអាចប្រកាសក្នុងចិត្តបានហើយថាមនុស្សនៅខាងក្រោយនេះនឹងដាច់ខាតនឹងមិនមែនជាកាឆយនោះទេដូច្នេះហើយខ្ញុំនឹងបានបន្ថែមលបឿនចំហៀនជើងហើយរត់ត្រង់ទៅមុខយ៉ាងលឿនសន្ធៅអាលេងឯងនឹងកុំទៅចោលខ្ញុំអីខ្ញុំនឹងខ្លាចណាស់អាលេងកុំទៅកាឆយដែលនៅខាងក្រោយនឹងនៅតែបន្តស្រែកហើយឈ្មោះខ្ញុំនឹងមិនឈប់រហូតដល់ចុងក្រោយនឹងសំឡេងនោះនឹងក៏បានប្រែជាសំឡេងកាជ្រឹបទៅវិញហើយបន្ទាប់មកទៀតក៏ប្រែជាសំឡេងរបស់ស្រីបឿនវិញម្ដងខ្ញុំនឹងមិនហ៊ានងាកក្រោយទេបានត្រឹមតែប្រឹងរត់យ៉ាងលឿនស្លែវទៅទិសដៅវត្តអារាមប៉ុន្តែសំឡេងនោះនឹងនៅតែបន្តវិលនៅជុំវិញខ្លួនខ្ញុំដដែលអាលេងរងចាំខ្ញុំផងឮសំឡេងស្រែកហៅម្ដងមួយនឹងក្បាលរបស់ខ្ញុំនឹងចាប់ផ្ដើមឈឺកាន់តែខ្លាំងឡើងមិនយូរប៉ុន្មាននឹងខ្ញុំក៏សន្លប់បាត់ស្មារតីទៅនៅពេលដែលខ្ញុំបើកភ្នែកឡើងម្ដងទៀតនឹងខ្ញុំឃើញស្រីបឿននិងអ្នកទាំង3នាក់នឹងកំពុងសង្កត់ខ្ញុំជាប់ឃើញខ្ញុំភ្ញាក់ខ្លួនដឹងខ្លួននឹងស្រីបឿននឹងក៏និយាយថាអាម៉ាញ់មិញនឹងឯងមកមើលដើរឯងដឹងអត់ឯងស្ទើរតែលោតទម្លាក់ខ្លួននឹងតាមបង្អួចទៅហើយមិនត្រូវទេហេតុអ្វីបានជាទស្សនភាពនេះនឹងដូចគ្នាទៅនឹងសាច់រឿងនៅក្នុងសុបិនអញ្ចឹងគិតដល់ចំណុចនេះនឹងខ្ញុំក៏ប្រញាប់សួរភ្លាមថាកាឆយតើឯងនឹងពិតជាបានស្គាល់សិស្សច្បងម្នាក់ឈ្មោះថាសិស្សច្បងធំនៅក្នុងក្លឹបរបាំបាឡេមែនអត់អាលេងឯងនឹងនិយាយពីអ្វីនឹងខ្ញុំនឹងមិនដែលចូលរួមក្នុងក្លឹបរាំរបាំបាឡេនោះទេហើយក៏រត់តែមិនដែលស្គាល់សិស្សច្បងធំអីនោះដែរអាលេងឯងនឹងអត់មានកើតអីណាអីឬមួយទៅមន្ទីរពេទ្យឲ្យគេពិនិត្យបន្តិចទៅអីគ្មានរឿងអីទេប្រហែលជាមកពីហ្វឹកហាត់យោធាអស់កម្លាំងពេកទេដឹងគ្រាន់តែសម្រាប់ឲ្យបានគ្រប់គ្រាន់គឺលែងអីហើយពេលត្រឡប់មកគេងលើក្រែវិញនឹងខ្ញុំចេះតែនឹកស្រមៃរំលឹកដល់រឿងរ៉ាវដែលបានកើតឡើងទាំងអស់ឬមួយក៏ពិតជាសុបិនមែនប៉ុន្តែវាក៏ហាក់បីដូចជាការពិតពេកហើយពេលនោះខ្ញុំស្រាប់តែនឹកឃើញរឿងមួយឡើងនៅពេលដែលប្រលឹងស្រីអាវក្រហមនោះនឹងរៀបនឹងច្របាច់កខ្ញុំឲ្យស្លាប់នោះនឹងមានលោកយាយម្នាក់នឹងបានចេញមកជួយសង្គ្រោះខ្ញុំពេលនោះខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់លោកតានោះណាប៉ុន្តែដោយសារតែភ័យខ្លាចពេកពេលនោះខ្ញុំនឹងក៏រត់ចេញម្ដងពេលនេះគិតត្រឡប់ទៅវិញនោះប្រហែលជាលោកតារបស់ខ្ញុំហើយគឺជាលោកតារបស់ខ្ញុំដែលបានជួយជីវិតខ្ញុំគិតដល់ចំណុចនេះនឹងខ្ញុំក៏ប្រញាប់ទេទៅរកប៉ារបស់ខ្ញុំដើម្បីចង់សួរថាតើមានរឿងអ្វីកើតឡើងចំពោះលោកតាប៉ុន្តែទូរស័ព្ទរោយ៉ាងយូរនឹងក៏គ្មានអ្នកលើកដែរប្រហែលជាយប់ជ្រៅពេកហើយពួកគេនឹងប្រកាសជាគេងលក់អស់ហើយចាំថ្ងៃស្អែកសំទេសួរបន្តទៀតថ្ងៃទី2នឹងខ្ញុំមិនទាន់បានទាំងបានក្រោកពីគេងផងក៏ត្រូវបានសម្លេងទូរស័ព្ទរោលនឹងដាស់ឲ្យភ្ញាក់ខ្ញុំយកមកមើលនឹងគឺជាប៉ារបស់ខ្ញុំនឹងទេមកអាលេងកូនត្រឡប់មកផ្ទះមួយជើងសិនមកលោកតារបស់កូននឹងបានទទួលមរណភាពកាលពីយប់មិញហើយគ្រាន់តែឮប៉ានិយាយចប់នឹងខ្ញុំក៏ភាំងបាត់បងប្រលឹងភ្លាមតែម្ដងអាលេងកុំកើតទុកខ្លាំងពេកអីលោកតានឹងគាត់ចាស់ជរានឹងអស់សង្ខារឲ្យស្ងប់ស្ងាត់ហើយគាត់មិនមានរងទុកវេទនាអ្វីទេកូននឹងឆាប់កក់សម្បត្តិត្រឡប់មកផ្ទះវិញមកក្រោយពីដាក់ទូរស័ព្ទចុះនឹងខ្ញុំពិតជាសោកសៅខ្លាំងណាស់ហើយក៏ប្រញាប់កក់សម្បត្តិនឹងត្រឡប់ទៅផ្ទះវិញតាមទូរស័ព្ទសម្បត្តិដែលខ្ញុំកក់នឹងបានគឺនៅម៉ោង9យប់ពេញមួយថ្ងៃនេះនឹងខ្ញុំបានស្នាក់នៅក្នុងបន្ទប់ជួលក្រៅពីនឹកដល់លោកតានឹងខ្ញុំក៏បាននឹកស្រមៃរំលឹករឿងរ៉ាវដែលបានកើតឡើងកាលពីយប់មិញ
លោកតានឹងបានស្លាប់តាំងពីយប់មិញទៅហើយតើគាត់នឹងអាចមកជួយខ្ញុំនឹងដោយរបៀបណាមើលទៅយប់មិញប្រហែលជាខ្ញុំនឹងមកមើលដាវពិតប្រាកដមែនហើយពេលដល់ម៉ោង8យប់នឹងខ្ញុំក៏យកវ៉ាលីរៀបចំខ្លួនចេញទៅចំណតរថភ្លើងប៉ុន្តែគ្រាន់តែដើរចេញពីអគារបន្ទប់ជួលភ្លាមនឹងស្រាប់តែឮសំឡេងស្រីបឿននឹងបន្លឺឡើងពីក្រោយខ្នងអាលេងហេតុអ្វីបានជាឯងចេញទៅមិនយកទូរស័ព្ទទៅជាមួយអញ្ចឹងពេលឮថាមិនបានយកទូរស័ព្ទទៅខ្ញុំក៏ងាកក្រោយទៅមើលដោយអចេតនាប៉ុន្តែមួយវិនាទីបន្ទាប់នឹងស្រីបឿននឹងក៏បានបញ្ចេញស្នាមញញឹមគួរឲ្យព្រឺព្រួចបំផុតបន្ទាប់មកនាងក៏សន្សឹមប្រែរូបកាយនឹងខ្លាចជាប្រដឹងស្ត្រីអាវក្រហមនោះបាត់ទៅទីបំផុតនឹងឯងនឹងក៏ព្រមងាកក្រោយហើយកាលពីម្សិលមិញនឹងប្រសិនជាមិនមែនតាកញ្ចាស់នោះនឹងមកជួយឯងទេនឹងម្លេះឯងនឹងស្លាប់បាត់ទៅហើយលោកតាខ្ញុំគាត់យ៉ាងម៉េចហើយឯងពិតជាមានលោកតាដ៏ល្អម្នាក់មែនស្លាប់ទៅហើយនៅតែតាមការពារឯងទៀតប៉ុន្តែឯងនឹងមិនអាចជួបគាត់បានទៀតទេគាត់ត្រូវបានខ្ញុំនឹងវាយបំបែកព្រលឹងខ្ទេចខ្ទីអស់ទៅហើយចាំមើលថ្ងៃនេះតើនៅមាននរណានឹងអាចមកជួយឯងបានទៀតមួយវិនាទីបន្ទាប់នឹងប្រលឹងអាវក្រហមនឹងក៏បានលើកដៃឡើងម្ដងទៀតហើយខ្ញុំនឹងក៏ត្រូវបានចាប់អណ្ដែតឡើងនៅលើអាកាសមិនបានប៉ុន្មានផងខ្ញុំនឹងក៏ចាប់ដើមថប់ដង្ហើមទៅស្របពេលវេលាចេះតែកន្លងផុតទៅនឹងមិនយូរប៉ុន្មានហ្នឹងខ្ញុំនឹងក៏បានសន្លប់បាត់បង់ស្មារតីទៅ